លុយដែលកូនចាយនៅក្នុងភូមិតូចមួយមានគ្រួសារមួយរស់នៅដោយជីវភាពមធ្យមឪពុកឈ្មោះសុខាជាកម្មករសំណង់ហើយម្ដាយឈ្មោះមេលីលក់បន្លែនៅផ្សារពួកគេទាំងពីរខិតខំធ្វើការពីព្រលឹមរហូតដល់យប់ដើម្បីឲ្យកូនប្រុសតែម្នាក់ឈ្មោះតារាបានរៀនសូត្រល្អនិងមានអនាគតភ្លឺស្វាងតារាជាសិស្សថ្នាក់វិទ្យាល័យគាត់ឆ្លាតវៃប៉ុន្តែមានទម្លាប់មួយដែលធ្វើឲ្យឪពុកម្ដាយព្រួយបារម្ភគឺការចាយលុយដោយមិនគិតរៀងរាល់ព្រឹកម្ដាយឲ្យលុយគាត់សម្រាប់អាហារថ្ងៃត្រង់និងថ្លៃធ្វើដំណើរប៉ុន្តែតារាច្រើនតែយកលុយទៅទិញតែគុជភេសជ្ជៈផ្អែមហ្គេមអនឡាញនិងរបស់ដែលមិនចាំបាច់ថ្ងៃមួយម្ដាយបាននិយាយថាកូនអើយលុយ1រៀល1សេនមិនមែនធ្លាក់ពីលើមេឃទេវាកើតពីញើសឈាមរបស់ឪពុកម្ដាយតារាគ្រាន់តែញញឹមហើយនិយាយថាម៉ាក់វាគ្រាន់តែលុយបន្តិចប៉ុណ្ណោះមិនអីទេម្ដាយស្គៀមព្រោះដឹងថាកូនមិនទាន់យល់ពីតម្លៃនៃការខិតខំរកប្រាក់ពី3ថ្ងៃក្រោយមកឪពុកបានរងរបួសនៅកន្លែងធ្វើការហើយត្រូវសម្រាកមួយរយៈប្រាក់ចំណូលគ្រួសារបានធ្លាក់ចុះយ៉ាងខ្លាំងម្ដាយត្រូវធ្វើការលំបាកជាងមុនដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារទោះជាយ៉ាងណាតារានៅតែចាយលុយដូចធម្មតាគាត់មិនបានកត់សម្គាល់ថាម្ដាយចាប់ផ្ដើមសន្សំលុយសូម្បីតែអាហារខ្លួនឯងក៏កាត់បន្ថយដែរថ្ងៃមួយតារាសុំលុយបន្ថែមដើម្បីទិញស្បែកជើងម៉ូដថ្មីម្ដាយបើកកាបូបយឺតក្នុងកាបូបនៅសល់តែប្រាក់តិចតួចគាត់ញញឹមទាំងទឹកភ្នែកហើយនិយាយថាម៉ាក់សុំទោសកូនថ្ងៃនេះម៉ាក់គ្មានលុយគ្រប់ទេត្រូវទុកលុយនេះសម្រាប់ទិញថ្នាំឲ្យប៉ាតារាភ្ញាក់ផ្អើលនោះជាលើកដំបូងដែលគាត់ឃើញម្ដាយស្ទើរតែយំដោយសារលុយយប់នោះគាត់មិនអាចដេកលក់បានទេគាត់នឹកឃើញថាកន្លងមកខ្លួនបានចំណាយលុយទៅលើរបស់ដែលគ្មានប្រយោជន៍ជាច្រើនប្រសិនបើគាត់សន្សំលុយខ្លះប្រហែលជាអាចជួយទិញថ្នាំឲ្យឪពុកបាននៅថ្ងៃបន្ទាប់តារាបានសម្រេចចិត្តមិនទិញភេសជ្ជៈឬរបស់លេងទៀតឡើយគាត់យកអាហារពីផ្ទះទៅសាលាហើយចាប់ផ្ដើមសន្សំលុយរាល់ថ្ងៃពេលវិស្សមកាលគាត់បានទៅជួយលើកអីវ៉ាន់នៅហាងលក់គ្រឿងទេសមួយដើម្បីរកប្រាក់បន្ថែមប្រាក់ដែលរកបានគាត់ប្រគល់ឲ្យម្ដាយទាំងអស់ម្ដាយសម្លឹងមើលកូនដោយក្តីរំភើបហើយសួរថាកូនមិនទុកសម្រាប់ខ្លួនឯងទេឬតារាញញឹមហើយឆ្លើយថាពីមុនកូនចាយលុយដោយមិនដឹងថាវាលំបាកប៉ុណ្ណាក្នុងការរកឥឡូវកូនយល់ហើយថាលុយគ្រប់រៀលមានតម្លៃឪពុកដែលកំពុងសម្រាកព្យាបាលបានឮពាក្យរបស់កូនក៏ញញឹមដោយមោទនភាពចាប់ពីថ្ងៃនោះមកតារាបានផ្លាស់ប្ដូរខ្លួនឯងគាត់ចាយលុយតែអ្វីដែលចាំបាច់សន្សំប្រាក់ជាប្រចាំនិងជួយឪពុកម្ដាយធ្វើការនៅពេលទំនេរប៉ុន្មានឆ្នាំក្រោយមកតារាបានបញ្ចប់ការសិក្សាដោយជោគជ័យនិងទទួលបានការងារល្អប្រាក់ខែដំបូងដែលគាត់ទទួលបានគាត់បានទិញកន្សែងដៃមួយឲ្យឪពុកសម្លៀកបំពាក់ថ្មីឲ្យម្ដាយនិងប្រគល់ប្រាក់ដែលនៅសល់ជូនពួកគាត់តារាបាននិយាយថាអរគុណប៉ានិងម៉ាក់ដែលបានបង្រៀនកូនថាលុយមិនមែនសម្រាប់ចាយដោយគ្មានគោលបំណងទេប៉ុន្តែជាផលនៃការខិតខំនិងជាឧបករណ៍សម្រាប់កសាងអនាគតឪពុកម្ដាយញញឹមទាំងក្តីសប្បាយរីករាយពួកគាត់ដឹងថាកូនប្រុសរបស់ពួកគេមិនត្រឹមតែធំឡើងតាមអាយុប៉ុណ្ណោះទេប៉ុន្តែបានធំឡើងក្នុងការគិតនិងការទទួលខុសត្រូវផងដែរគតិអប់រំលុយគ្រប់រៀលកើតចេញពីការខិតខំធ្វើការមិនមែនបានមកដោយងាយទេការចាយលុយដោយមានផែនការនិងការសន្សំគឺជាទម្លាប់ដ៏ល្អកូនល្អគួរចេះយល់ពីការលះបង់របស់ឪពុកម្ដាយនិងប្រើប្រាស់លុយដោយការទទួលខុសត្រូវការដឹងគុណនិងការចេះគ្រប់គ្រងហិរញ្ញវត្ថុតាំងពីក្មេងនឹងជួយឲ្យមានអនាគតល្អ